សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំបង្ហាញពីរបៀបដែលយើង set ឈ្មោះលោកទីតាំងហើយនឹងថ្ងៃខែនៅលើទូរស័ព្ទនៅពេលដែលយើងថតរូប check in ណាចឹងដំបូងគឺយើងបើកនៅលើកាមេរ៉ាផុសម៉ាស៊ីនទូរស័ព្ទយើងហ្មងអត់មានតឡើងទេចឹងយើងចូលមកក្នុងរូបកាមេរ៉ានេះមកបន្ទាប់មកទៀតអានេះសម្រាប់ទូរស័ព្ទ model Oppo គឺយើងធ្វើអញ្ចឹងណាចឹងម្ដងទៀតគឺនេះកម្មវិធីរូបរបស់កាមេរ៉ារបស់ទូរស័ព្ទតែម្ដងហ្នឹងប៉ះលើវាមកតមកទៀតយើងចុចនៅលើខាងលើរូបពហុកោណនេះស្រួចមូលស្រួចហ្នឹងប៉ះលើវាមកតមកទៀតមកយើងអូសមកខាងក្រោមនេះកន្លែង location នេះគឺយើងត្រូវតែបង្ហាញបើកវាចឹងមកតមកទៀតកន្លែង shutter sound នេះសំឡេងទៅពេលយើងថតទៅលើក្រឹបអីចឹងណាយើងអាចបិទបើកបានតមកទៀតមកយើងចូលមកកន្លែង watermark យើងនេះឃើញមានពាក្យហ្នឹងតមកទៀតប៉ះលើវាមកតមកទៀតមកកន្លែងនេះយើងត្រូវបង្ហាញជាធម្មតាវាបិទជាងទាំងពីរអញ្ចឹងយើងបើកវាមកនេះថ្ងៃខែយើងត្រូវបើកតមកទៀតកន្លែង custom នេះដាក់ណានហ្នឹងអញ្ចឹងអាហ្នឹងយើងអាចដាក់ជា ID ឬក៏ឈ្មោះរបស់យើងទៅសេចូលមកឧទាហរណ៍លេខ ID អញ្ចឹងណាអញ្ចឹងនៅលើរូបហ្នឹងគឺជារូបរបស់យើងហើយនឹង ID យើងអញ្ចឹងទៅអញ្ចឹងរួចរាល់ហើយយើងចុចត្រឡប់ក្រោយវិញមកជាការស្រេចអញ្ចឹងនៅពេលណាដែលយើងថតរូបវានឹងបង្ហាញទីតាំងនិងអាសយដ្ឋាននៅលើហ្នឹងអូខេនេះឃើញមានឈ្មោះមានទូរស័ព្ទយើងហើយមានលេខម៉ោងអញ្ចឹងណា